សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំមកបង្ហាញពីរបៀបឆាគ្រឿងខ្យងជាដំបូងយើងត្រូវលាងខ្យងលាងឲ្យស្អាតជាមុនសិនដើម្បីលាងខ្យងឲ្យស្អាតយើងត្រូវដាក់អំបិលហើយនឹងក្រូចឆ្មាហើយយើងងីវាលាងវាឲ្យសព្វជាមួយនឹងក្រូចឆ្មាជាមួយនឹងអំបិលទៅឲ្យស្អាតលាងលើកចលុកវាដើម្បីឲ្យវាឆ្លាក់ស្អាតដោយនៅខាងក្នុងខ្យងនឹងតោះមកទៀតយើងចងដើម្បីឲ្យវាងាយស្រួលក្នុងការឆាទៅដើម្បីវាចូលជាតិមកល្អហើយបន្ទាប់ពីដែលយើងកាប់គូតខ្យងនឹងហើយយើងត្រូវយកទៅលាងទឹកម្ដងទៀតដើម្បីឲ្យវាអស់ដេកតមកនាងខ្ញុំបើទឹកមេស្យកក្រូចសើចគោសេក្រេនំនេះដែលមានស្រាក់នៅក្រៅផ្ទះរបស់ខ្ញុំតែម្ដងរួចហើយយើងយកមកសម្អាតវាលាងទឹកឲ្យស្អាតដាក់ឲ្យវាស្រស់ទឹកហើយយើងយកវាហាន់បញ្ចូលគ្នាដើម្បីដុបធ្វើជាគ្រឿងឆាបន្ទាប់មកយើងយកគ្រឿងផ្សំនៃយើងរកអំបិញមិញនេះយកមកបុកបញ្ចូលគ្នាដែលមានអូរក្រៃស្លឹកក្រូចសើចល្មៀតហើយនឹងបន្ថែមមើមខ្ទឹមបន្ថែមទៀតទៅបងប្អូនបន្ទាប់ពីយើងបានបុកគ្រឿងម៉ត់រួចហើយយើងមកធ្វើការលាងសម្អាតជាមួយនឹងម្ទេសឆ្អើរម្ទេសឆ្អើរនេះយើងចិញ្ច្រាំវាឲ្យម៉ត់មកនេះខ្ញុំក៏ទៅ brush ម្រះព្រៅហើយគឺផ្សំឆាខ្យងនោះមានដូចជាខ្យងនោះគួរសក្រីដែលយើងបានបុកបញ្ចូលគ្នាវិញមិញទឹកក្រីប្រេងខ្យងម្សៅស៊ុបហើយស្ករសយើងក៏ចាប់ផ្ដើមឆាrồiឆាហ្នឹងយើងដាក់ខ្លាញ់ទៅហើយយើងគ្រឿងដែលយើងបានបុកបញ្ចូលគ្នាហ្នឹងយកទៅម្លេញឲ្យវាមានជាតិឈ្ងុយយើងឆាត្រឡប់ឡើងវាមានជាតិឈ្ងុយហើយយើងដាក់ម្ទេសឆ្អើរដែលយើងបានចិញ្ច្រាំមកបាញ់មិញហ្នឹងដាក់ចូលទៅរួចលីងវាចូលគ្នាខ្យងដែលយើងសម្អាតហើយហ្នឹងចូលទៅក្នុងគ្រឿងដែលយើងឆាបាញ់មិញហ្នឹងយើងឆាចុះឆាឡើងឲ្យវាមានជាតិឈ្ងុយតិចឲ្យវាចូលជាតិគ្រឿងដំបូងយើងដាក់ទឹកត្រីហើយយើងដាក់ខ្នុរហើយយើងដាក់ស្ករឆាវាចុះណាងហើយយើងដាក់ប្រេងខ្យងបន្ថែមទៀតទៅបន្ទាប់ពីយើងដាក់គ្រឿងដាក់អីរួចរាល់អស់ហើយយើងឆាវាពី3ត្រឡប់រួចហើយយើងដាក់ទឹកចូលទៀតទៅយើងឆាចុះឆាឡើងឲ្យវាដាច់ទឹកតិចទៅរួចហើយយើងភ្លក់វាថារសជាតិដែលយើងដាក់អំបិញមិញហ្នឹងរសជាតិដែលយើងចង់បានឲ្យវានៅចាក់ម្រះព្រៅដែលយើងបេះឲ្យមានសម្អាតមិញចាក់ធូរក្នុងខ្ទះឆាគ្រឿងហ្នឹងហើយយើងឆាចុះឆាណាដល់វាឆ្អិនខ្យល់ហើយយើងដាក់ចានហើយហ្នឹងគឺទីការស្រេច